ស្រីទាំងអស់គ្នា Good morning អញ្ចឹងនេះគឺជាសកម្មភាពពេលព្រឹករបស់ខ្ញុំនឹងរៀបរាប់ពីសកម្មភាពត្រួសតែក្នុងមួយថ្ងៃខ្ញុំនឹងមានសកម្មភាពអីខ្លះដែរអញ្ចឹងសម្រាប់ព្រឹកឡើងគឺក្រោយពីព្រឹកគឺខ្ញុំធ្វើសមាធិប្រហែលជា5នាទីបន្ទាប់មកខ្ញុំចូលមុខទឹកសម្អាតខ្លួនហើយរៀបចំដាំបាយព្រឹកបន្ទាប់ពីខ្ញុំដាំបាយហើយខ្ញុំនឹងវិចម្ហូបអាហារដែលខ្ញុំបានរៀបចំគឺនេះគឺប្រអប់បាយរបស់ខ្ញុំនឹងរៀបចំបាយដើម្បីវិចទៅសាលារៀនខ្ញុំមានប្រអប់បាយមួយប្រអប់ហើយនឹងមានម្ហូបមួយប្រអប់ដើម្បីយកទៅសាលារៀនបាទនេះគឺជាប្រអប់បាយរបស់ខ្ញុំយកមកពីខ្មែរហើយបន្ទាប់មកមានប្រអប់ផ្លែឈើគឺខ្ញុំបានដាក់ផ្លែឈើដើម្បីយកទៅសាលារៀនហើយនឹងម្ហូបគឺខ្ញុំបានមានឆាបន្លែហើយនឹងជៀនពងទានិងគឺជាម្ហូបបែបនេះអញ្ចឹងខ្ញុំវិចយកទៅសាលារៀនហើយបន្ទាប់មកគឺខ្ញុំធ្វើដំណើរដើរពីផ្ទះទៅជិះ5ជិះទៅផ្ទះលេងតែ5នាទីអញ្ចឹងគំនិតទាំងអស់គ្នាមើលសកម្មភាពគ្រូដូចជាខ្ញុំរស់នៅក្នុងប្រទេសហុងហ្គ្រីពីទឹកណាក់ពីស្ដីទាំងអស់គ្នាតែក្នុងហើយខ្ញុំគួរឲ្យខ្លះហើយខ្ញុំមានគោលបំណង inspiration តែគេខ្លះដែរអញ្ចឹងទៅតាមដាននេះគឺជាប្រអប់បាយរបស់ខ្ញុំគឺខ្ញុំរៀបចំបាយហើយគឺបាយរបស់គឺដាក់ខាងកូនបន្ទាប់មកខ្ញុំដាក់នេះគឺជាប្រអប់ម្ហូបបន្ទាប់មកគឺផ្លែឈើហើយនឹងទឹកដាក់ស្លឹកព្រាមួយផងស្លឹកព្រាគឺខ្ញុំដាក់នៅក្នុងប្រអប់នេះហើយចាំហើយនេះគឺជាសកម្មភាពដែលខ្ញុំរកចាំតាមដើម្បីទៅសាលារៀនបាទអញ្ចឹង5នេះគឺ5លេខ4គឺក៏លេខ6បាទនេះទាំងអស់គ្នាគឺជាសកម្មភាពរបស់ខ្ញុំនៅក្នុង5ឬប្រទេសលើហើយលឿនតែលឿនជាដែលសេវាកម្មសាធារណៈក្នុងប្រទេសហុងហ្គ្រីនេះគឺមានចំណាត់ថ្នាក់ល្អរហ័សនឹងជាពិសេសគឺពពួក5 A következő megálló Corvin negyed metróállomás.